បាទសួស្តីពុកម៉ែបងប្អូនអ្នកគ្នានេះគឺជាវីដេអូដែលពួកខ្ញុំបានទៅដើរកម្សាន្តលេងនៅគិរីរម្យដែលកន្លងមកប្រហែលថ្ងៃនេះគឺដោយសារតែខ្ញុំមិនបានផុសទេបាទវីដេអូនេះដែរសូមផ្ញើជូនពុកម៉ែបងប្អូនអ្នកគ្នាផងហើយក៏សូមផ្ញើជូននឹងឲ្យបងប្អូនដែលរស់នៅតំបន់គិរីរម្យនេះគឺអាណាព្យាបាលរបស់ក្មេងៗហ្នឹងហើយសូមបងប្អូនកុំប្រើក្មេងៗទៅអង្គុយនៅតាមផ្លូវហើយថ្វាយបង្គំឡានគេថ្វាយបង្គំម៉ូតូគេអត់ល្អមើលទេបងប្អូនណាហើយក៏សូមអធិស្ឋានដែរវីដេអូនេះមិនមែនថាមើលងាយមើលថោកទេបងប្អូនគ្រាន់តែចង់បង្ហាញពុកម៉ែបងប្អូនថាកុំឲ្យកូនទៅធ្វើបែបនេះវាអត់ល្អមើលទេបងប្អូនឃើញក្មេងៗពាក់អាវក្រហមម្នាក់មិញអង្គុយមិញក្មេងខ្លះក៏គាត់អង្គុយសុំធម្មតាទៅក្មេងខ្លះក៏គាត់អង្គុយផងថ្វាយបង្គំគេផងថ្វាយបង្គំឡានផងថ្វាយបង្គំម៉ូតូផងមើលទៅវាដូចជាអាក្រក់ភ្នែកមើលឬក៏មើលទៅវាគួរឲ្យណយអធំពេកបងប្អូនណាបាទនេះសម្រាប់ភ្ញៀវជាតិយើងចុះបើភ្ញៀវអន្តរជាតិគេចូលមកតំបន់នេះលេងទស្សនាតាមតំបន់ព្រៃភ្នំនេះតើយើងគិតយ៉ាងណាបងប្អូនលើនេះខ្ញុំមិនមែនចេះតែថាទេបងប្អូនគឺមានវីដេអូស្ដែងនេះហាអូននេះគាត់អង្គុយនៅមុខឡាននេះគឺគាត់អង្គុយថ្វាយបង្គំសុំអញ្ចឹងណាហើយពេលមានអ្នកខ្លះក៏គេដាក់ឲ្យពេលអ្នកខ្លះក៏គេមិនដាក់ទេដោយសារមានក្មេងជាច្រើនដែលគាត់ទៅអង្គុយថ្វាយបង្គំទៅតាមដងផ្លូវពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំសុំម្ដងហើយម្ដងទៀតនៅអាណាព្យាបាលឬក៏ដូចជាមេដាបិតារបស់បងប្អូនកូនកុំមិនដោយកូនឲ្យទៅធ្វើបែបនេះបងប្អូនវាអត់សមនឹងភ្នែកទេបងប្អូនហើយបែរណាយើងនៅអាណិតក្មេងៗកុំបង្រៀនគ្នាឲ្យធ្វើបែបនេះបាទមិនដឹងថាបង្រៀនគ្នាឬក៏មិនបង្រៀនទេបងប្អូនតែយើងកុំឲ្យគ្នាធ្វើបែបនេះអីបងប្អូនគឺពិតជាមិនល្អសម្រាប់ក្មេងទេបងប្អូនណាហ្នឹងហើយប៉ុន្នេះវ័យនៅក្នុងប៉ុណ្នេះអ្នកគូតែបានផ្ដល់នូវភាពរៀនសូត្រហ្នឹងបាទនៅការសិក្សាបានច្រើនបាទទោះបីជាកូនវាមានចិត្តទៅធ្វើបែបនេះមែនតែឪពុកម្ដាយគូតែបង្វែរកូនឲ្យកែប្រែនៅស្ថានភាពបែបនេះអញ្ចឹងបងប្អូនណាគឺឲ្យខំសិក្សារៀនសូត្រវិញគឺល្អជាងកុំឲ្យកូនទៅថ្វាយបង្គំទៅតាមដងផ្លូវឲ្យសុំលុយពីឡានពីម៉ូតូគេពិតជាមិនល្អមើលទេបងប្អូនបាទហើយថ្ងៃនេះគឺពួកខ្ញុំបានទៅទស្សនានៅគិរីរម្យហ្នឹងគឺកាលពីខ្ញុំទៅលើកមុនខ្ញុំទៅប្រហែលជា 3-4 ដងទៅលើកមុនអត់ឃើញទេបងប្អូនណាទៅតែឃើញនៅលើកនេះឃើញក្មេងជាច្រើនដែលអង្គុយថ្វាយបង្គំនៅតាមដងផ្លូវថ្វាយបង្គំឡានថ្វាយបង្គំម៉ូតូគេដើម្បីសុំនៅលុយបងប្អូនហើយអញ្ចឹងហើយបាទខ្ញុំធ្វើវីដេអូនេះឡើងទៅបងប្អូនណាហើយបើពុកម៉ែបងប្អូនបាទក៏ដូចជាអាណាព្យាបាលក៏ដូចជាមេដាបិតាបងប្អូនបានឃើញវីដេអូនេះហើយគូតែកែប្រែទៅបងប្អូនខ្ញុំសូមវល់ក៏សូមទៅបងប្អូនណាហ្នឹងហើយកុំបង្រៀនក្មេងៗឲ្យធ្វើបែបនេះអីបាទនៅតាមដងផ្លូវមានច្រើនបងប្អូនមិនមែនថាមានតែក្មេងទេគឺមនុស្សចាស់គាត់ឈួរសុំជួយអញ្ចឹងតែនៅជាធម្មតាទេដោយសារគាត់ឃើញគាត់ពិការវាយើងចេះដាក់អញ្ចឹងណាហ្នឹងហើយតែសម្រាប់ក្មេងៗតូចពុកម៉ែបងប្អូនកុំបង្រៀនក្មេងឲ្យធ្វើបែបនេះបងប្អូនអត់ល្អមើលទេបាទហើយបែរណាយើងមើលទៅរៀងអាណិតក្មេងបងប្អូនអាណយអធំណានៅគ្នាប៉ុននេះទៅថ្វាយបង្គំនៅតាមផ្លូវតាមព្រៃហ្នឹងពុកម៉ែបងប្អូនទៅមុខបន្តិចទៀតឃើញច្បាស់បងប្អូនណាខ្ញុំចាប់វីដេអូរៀងច្បាស់ដែរតែមិនឲ្យឃើញមុខក្មេងច្បាស់ទេបាទដោយសារតែយើងមិនអាចចាប់យកនៅកាមេរ៉ានៅមុខនេះច្បាស់ទេយើងគ្រាន់តែចាប់ពីចម្ងាយហ្នឹងទៅបងប្អូនបាទទោះបីការងារនេះគឺជាការងារផ្សេងចរិតក៏ដោយបងប្អូនតែវាមិនសមអញ្ចឹងណាបងប្អូនបាទហើយក៏មិនចង់ឲ្យពុកម៉ែបងប្អូនទៅធ្វើបែបនេះទេក៏មិនចង់ឲ្យពុកម៉ែបងប្អូនបង្ហាត់បង្រៀនកូនឬក៏ថាយើងមិនបានបង្ហាត់បង្រៀនកូនឲ្យធ្វើបែបនេះតែកូននៅមានចិត្តទៅធ្វើបែបនេះយើងក៏គូតែបង្វែរវាមកឲ្យវាខំប្រឹងរៀនសូត្រវិញល្អជាងបងប្អូនបាទឲ្យវារកក្នុងវិធីសាស្ត្រផ្សេងវិញហ្នឹងហើយវីដេអូនេះសូមពុកម៉ែបងប្អូនជួយ share ម្នាក់មួយផងហើយក៏ដូចជាជួយ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានវីដេអូប្លែកៗវីដេអូថ្មីចែកម្លែកទៅតាមpage មួយនេះក៏ដូចជា channel YouTube មួយនេះពុកម៉ែបងប្អូនបាទ
នេះគឺថ្ងៃនេះគឺពួកខ្ញុំបានធ្វើដំណើរចេញពីមួយកន្លែងមួយទៅមួយកន្លែងមួយចឹងបងប្អូនណាដើម្បីយើងទៅមើលតាមតំបន់ទេសចរហើយនិយាយអំពីទេសចរនិយាយអំពីទេសភាពនៅគិរីរម្យនេះគឺស្រស់ស្អាតបងប្អូនណាដែលចូលចិត្តបែបធម្មជាតិគឺមកគិរីរម្យពិតជាមិនខុសមានទាំងទឹកហូរទឹកកន្លែងហែលទឹកហែលអីចឹងទៅហើយនិយាយអំពីដើមឈើវិញគឺមើលទៅជ្រុងច្រាំងមើលទៅគូជាទីរីករាយតែម្ដងបងប្អូនណាហើយយើងទៅគិរីរម្យនេះគឺស្លាស់មុខស្លាស់មាត់ល្អណាស់បងប្អូននេះគឺបន្ទាប់ពីពួកខ្ញុំចេញពីកាហ្វេសម្រាមបងប្អូនមុនគឺពួកខ្ញុំបានចូលទៅផឹកនៅកាហ្វេសម្រាមចេញពីកាហ្វេសម្រាមមកក៏បានដើរទៅទស្សនានៅកន្លែងផ្សេងជាច្រើនទៀតដែលខ្ញុំមិនបានផ្តិតយកនៅវីដេអូអស់ទេបងប្អូនតែក៏នៅមានវីដេអូបន្តទៀតដែរដែលចង់បង្ហាញពុកម៉ែបងប្អូននេះគឺជាវីដេអូនេះខ្ញុំចង់ផុសយូរដែរតែគ្រាន់តែវាមិនមានញឹកមិនបានផុសអញ្ចឹងបងប្អូនណាហើយហ្នឹងហើយម្ដងទៀតក៏សូមចិត្តពុកម៉ែបងប្អូនម្ដងទៀតបើនៅភាគច្រើនគឺនៅគិរីរម្យហ្នឹងក៏បើឃើញវីដេអូនេះសូមពុកម៉ែបងប្អូនក៏ដូចជាអាណាព្យាបាលមេត្តាបិតាគូតកែតម្រូវបងប្អូនណាបាទហើយនេះឡានបងប្អូនឡានមួយក្មួយឈប់បាទហុចលុយឲ្យលោកពូ1000 2000ហើយតាមសទ្ធារបស់យើងទេបងប្អូនបាទហើយឡានខ្ញុំនៅក្រោយនេះក៏ដាក់ដែរបងប្អូនហ្នឹងហើយដាក់1000 2000យ៉ាងទៅបងប្អូនស្លាយតែយើងដាក់ទេព្រោះសទ្ធាយើងមានប៉ុន្មានគឺយើងធ្វើប៉ុណ្្នឹងទៅបាទនេះឲ្យក្មួយដាក់បាទហ្នឹងហើយបងប្អូនវីដេអូនេះការដែលខ្ញុំចែកម្លែកវីដេអូមានតែប៉ុណ្ណេះបងប្អូនណាហើយកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីឲ្យពុកម្ដាយដែលជាអាណាព្យាបាលរបស់កុមារទាំងនោះបានឃើញនៅវីដេអូនេះហើយបើសិនតែបង្រៀនកូនឲ្យធ្វើបែបនេះគេគូតែបញ្ឈប់ទៅពុកម៉ែបងប្អូនណាតែបើកូនយើងមិនបានបង្រៀនហើយកូនយើងទៅធ្វើបែបនេះគូតែបង្វែរវាឲ្យខំរៀនសូត្រវិញពុកម៉ែបងប្អូនបាទអប់រំវាឲ្យវាដើរនៅកន្លងមួយដែលថានៅក្នុងសង្គមគេទទួលស្គាល់ណាបាទគេទទួលយកបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះបងប្អូនណាបើនិយាយទៅខុសត្រូវយ៉ាងណាក៏សូមពុកម៉ែបងប្អូនអធិស្ឋានផងហើយវីដេអូនេះខ្ញុំនិយាយមិនបានព្រីងទុកទេគ្រាន់តែចង់ចែកម្លែកចែកនៅវីដេអូដែលឲ្យពុកម៉ែបងប្អូនបានយល់ដឹងទាំងអស់គ្នាបាទអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការចូលទស្សនារបស់ពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបើមានវីដេអូអីប្លែកៗក៏ដូចជាវីដេអូតំបន់ទេសចរខ្ញុំនឹងចែករំលែកតាម page នេះក៏ដូចជាចែករំលែកនៅតាម channel YouTube នេះដែរបងប្អូនសូមអរគុណច្រើននិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗដល់ណាមើលឃើញហ្នឹងត្រង់ហ្នឹងណា